ឡាប់តែមានបន្លាស្នេហាតែមានឧបសគ្គចំណែកគណិតវិទ្យាក៏បែងចែកជាពីរឋានៈមានតាំងពីពេជ្រគណិតក៏ដូចជាត្រីកោណមានឥឡូវយើងមករៀនត្រីកោណមានទាំងអស់ដើម្បីដោះស្រាយ limit ទម្រង់ត្រីកោណមានមួយនេះបានអ្នកនរគ្នាត្រូវចេះរូបមន្តមួយគឺ limit x ខាត់ទៅ0 sin ax លើ ax គឺស្មើ1ហើយអ្នកនរគ្នាត្រូវចេះមួយទៀតគឺ sin 0ស្មើគ្នាដើម្បីកណនី limit បានគឺត្រូវតែអ្នកនរគ្នាចំនួនលេខចូលសិន limit x ទៅ0កាលណា x ទៅ0យកលេខ0ជួសចូលគ្រប់កន្លែង x បើយើងជួសចូលតើនេះវាបាននេះគេ4គុណ0 0 sin 0 sin 0គឺ0ហើយអាក្រោមក៏វា0ទៀតអញ្ចឹងគេឲ្យឈ្មោះថារៀង0លើ0បន្ទាប់មកមេគុណយើងចាប់វាចេញក្រៅ4 limit x ខាត់ទៅ0ឥឡូវនៅសល់តែ sin 4x ខាងក្រៅនៅសល់ x ប៉ុន្តែរូបមន្ត sin ax បានន័យថាបើវា ax ត្រូវចែក ax ដែរដល់នេះ 4x ឥឡូវវាមានតែ x ធ្វើម៉េចឲ្យស្មើគ្នាតថែម4ពេលយើងថែម4វាស្រាប់លើសលេខ4មិននៅសុកថែម4តគុណ4វិញព្រោះនៅពេលដែលយើង4សម្រួម4អស់ដូចដើមអញ្ចឹងវាស្មើមែនអ្នកនរគ្នាស្មើ4គុណមកប្លុកនេះស្មើមែនមកប្លុកនេះគឺស្មើ1គុណនឹង4អញ្ចឹងឃើញ16លេខដែលនៅមេគុណខាងមុខហ្នឹងយកវាមកក្រៅបានអញ្ចឹងទៅជា2លើ4 limit x ខាត់ទៅ0 x sin 3x មើលបន្តិច limit x ខាត់ទៅ0 sin ax ត្រូវតែចែកនឹង ax ទៅស្មើ1បានន័យថាតើចែក x ចានេះយើងមានតែ sin 3x ធ្វើម៉េចឲ្យស្មើចែកនឹង x អញ្ចឹងយើងទៅជាម៉ាន2លើ4យើងសម្រួលវាមកទៅ2លើ4បាន1លើ2 limit x ខាត់ទៅ0 sin 3x ចែក x កាលណា sin 3x ចែក x x នេះក៏វិធីចែក x ដែរតែអញ្ចឹងវាយំឡើងហើយតោះណាបើលើចែក x អាក្រោមក៏ត្រូវចែក x ចែកលេខមកបានប៉ុន្មាន1លើ2 limit x នៅក្រោមបាន1 sin នេះយើងបំបែកវាចូលរូបមន្តមក sin 3x លើ x កាលណាមានគុណ3យើងត្រូវថែម3ថែម3លើសត្រូវគុណ3វិញចឹងតែជាម៉ាន1លើ2គុណនឹង1មកប្លុកនេះស្មើប៉ុន្មានមកប្លុកនេះគឺស្មើ1គុណ3យើងគុណលេខមកឃើញមែន1លើ6 6គុណ1បាន1 2គុណ6 2 2គុណ3 6នេះឡើយឃើញ1លើ6អូខេអ្នកទាំងគ្នាមើលវីដេអូនេះហើយប្រកាសជាតាក់ទើធ្វើបានតិចអត់បន្តិចដើម្បីធ្វើបានកាន់តែច្រើនគ្រូមាន homework 2មាន C មាន D យកវាទៅអនុវត្តទៅហើយពេលកណនីឃើញណា comment ចម្លើយប្រាប់គ្រូផងអូខេជួបគ្នាវីដេអូក្រោយ